រឿងខ្មោចលងក្នុងព្រៃកាន់តែស្ដាប់កាន់តែជក់ចិត្តខ្លួនបាទឈ្មោះវិនជាក្មេងក្នុងភូមិមួយដែលដាច់ស្រយាលនៃភូមិនោះមានព្រៃធំស្រឡះដែលគេច្រើននិយាយថាមានអាចកំបាំងនិងមានខ្មោចលងមនុស្សជាច្រើនបាននិយាយថាបើចូលព្រៃយប់នឹងមិនអាចត្រឡប់មកវិញបានទេយប់មួយខ្ញុំនិងមិត្ត2នាក់ឈ្មោះសំអុលនិងឆាយាសម្រាប់ចិត្តចូលព្រៃដើម្បីរកឈើក្រញូងសម្រាប់ដាក់លក់យើងគិតថាគ្រាន់តែជាពាក្យចចាមអារាមរបស់មនុស្សចាស់ៗពេលនោះព្រះច័ន្ទស្រទន់ហើយខ្យល់បក់ត្រជាក់ក្នុងព្រៃដូចជាមានអារម្មណ៍មិនធម្មតាសំឡេងចម្លែកនៅពេលជើវដាឈ្មោះចូលទៅជ្រៅស្រាប់តែឮសំឡេងស្រែកឈឺចាប់ពេញព្រៃអូយជួយខ្ញុំផងយើង3នាក់មើលគ្នាដូចមិនទាន់ជឿសំអល់និយាយថាប្រហែលជាមនុស្សធ្លាក់ដើមឈើឬបាត់ផ្លូវតែមើលមិនមែនទេខ្ញុំមានអារម្មណ៍មិនសូវល្អសោះប៉ុន្តែខ្ញុំទាំង3ក៏ដើរទៅតាមសំឡេងពេលដល់មានតែដើមឈើចាស់ហើយគ្មាននរណាទេខ្មោចបង្ហាញខ្លួនភ្លាមសំឡេងនោះបំលែងទៅជាសំឡេងខ្មោចស្រែកយ៉ាងកាយសាហាវពីក្រោយដើមឈើមានរូបមនុស្សស្បែកសខ្ចីសក់វែងរលួយភ្នែកក្រហមដើរចេញវាស្រែកសំឡេងដ៏ព្រឺព្រួចអ្នកណាចូលមករំខានព្រៃខ្ញុំភ័យស្លន់ស្លោឆាយាប្រាប់ថារត់ទៅយើងរត់បែកគ្នាទៅទៀតខុសគ្នាខ្ញុំរត់តាមផ្លូវតូចក្នុងព្រៃបេះដូងលោតខ្លាំងដូចជាចង់ផ្ទុះខ្មោចដេញលងខ្ញុំឮសំឡេងជើងធំដេញតាមពីក្រោយសំឡេងដើមឈើបែកក្រហាយដូចមានអំណាចអាចកំបាំងពេលខ្ញុំត្រឡប់មើលក្រោយខ្មោចនោះកំពុងហោះតាមមុខកាចសាហាយដៃវែងចង់ចាប់ខ្ញុំខ្យល់ត្រជាក់កាត់សាច់ខ្ញុំដើរតែដូចមិនមានប្រលឹងក្នុងខ្លួនខ្ញុំស្រែកហៅមិត្តប៉ុន្តែសូរសំឡេងខ្ញុំត្រូវព្រៃស្រូបចូលការលំស្មារតីខ្ញុំចាប់ដាំចង់ដួលព្រោះឈឺជើងខ្មោចស្រែកដល់ក្បែរអ្នកមិនអាចគេចខ្ញុំបានទេអ្នកចូលមកកន្លែងហាមហើយភ្លាមខ្ញុំដួលឥតនៅជិតផ្លូវដើមឈើខ្ញុំគិតថានេះជាវេលាចុងក្រោយនៃជីវិតប៉ុន្តែពេលខ្មោចកំពុងដេញមកក៏មានពន្លឺភ្លឺតូចចេញពីចុងផ្លូវគឺជាអ្នកភូមិចាស់ម្នាក់កាន់អំពូលភ្លើងការរួចផុតពេលខ្មោចឃើញពន្លឺភ្លើងវាស្រែកដាច់ហើយរត់ត្រឡប់ទៅខឹងព្រៃខ្ញុំដួលសន្លប់ពេលភ្ញាក់ឡើងខ្ញុំស្ថិតនៅផ្ទះអ្នកភូមិចាស់គាត់ប្រាប់ថាកូនប្រុសព្រៃនោះមានពលឹងស្លាប់ពីសម័យសង្គ្រាមមនុស្សជាច្រើនទៅស្លាប់ក្នុងព្រៃហើយពលឹងពួកគេចូលខ្លាចជាខ្មោចលងអ្នកណាមករំខានពេលយប់គេនឹងដេញឲ្យស្លាប់ខ្ញុំស្រក់ទឹកភ្នែកខ្ញុំគិតតែសំណួរមួយក្នុងចិត្តហេតុអ្វីខ្ញុំត្រូវមកជួបរឿងបែបនេះអត្ថន័យអប់រំកុំមើលងាយពីប្រមានរបស់មនុស្សចាស់ការចូលព្រៃឬកន្លែងគេហាមពេលយប់គឺមានគ្រោះថ្នាក់ទាំងផ្លូវធម្មជាតិនិងអាចកំបាំងជីវិតមនុស្សងាយខូចត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលបងប្អូនមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីបានស្ដាប់រឿងនេះចប់ comment ខាងក្រោមវីដេអូនេះផងសម្រាប់ admin Wing រន្ធត់ណាស់នៅមានរឿងបន្តទៀតស្ដាប់ឲ្យចប់ណាកុំភ្លេច subscribe ឲ្យផងរឿងមីងហ្វឿងជាអាបរឿងនេះរន្ធត់ណាស់ភូមិជនបទនៅក្នុងភូមិជនបទមួយឆ្ងាយមានស្ត្រីម្នាក់ឈ្មោះមីងហ្វឿងនាងរស់នៅឯកោក្នុងផ្ទះឈើចាស់ជិតព្រៃប្រជាជនក្នុងភូមិភីឆានគិតនាងមានអាកប្បកិរិយាខុសធម្មតាពេលថ្ងៃមីងហ្វឿងស្ងៀមស្ងាត់មិនសូវស្របស្រួលជាមួយអ្នកដទៃតែពេលយប់គេឮសំឡេងចម្លែកចេញពីផ្ទះនាងដូចជាសំឡេងសត្វកំពុងត្រូវបំពានមនុស្សចាស់បាននិយាយថា
មីងហ្វឿងជាអាបដែលអាចបឺតជាមនុស្សនិងសត្វតែគ្មាននរណាមានភស្តុតាងច្បាស់ថ្ងៃមួយក្មេងស្រីក្នុងភូមិឈ្មោះស្រីផាកំពុងមានជំងឺរាត្រីមួយនាងស្រែកខ្លាំងដូចជាមានអ្វីមួយបំពានលើខ្លួនពេលព្រឹកមុខនាងស្លេកស្លាំងដូចតែស្រកឈាមពួកអ្នកភូមិភ្ញាក់ផ្អើលហើយចាប់ផ្ដើមសង្ស័យថាមីងហ្វឿងជាអ្នកធ្វើយប់នោះមានក្មេង3នាក់រួមទាំងខ្ញុំវិនសម្រេចចិត្តទៅលួចសង្កេតផ្ទះមីងហ្វឿងពេលយប់ពន្លឺប្រច័ណ្ឌក្រហមយើង3នាក់ដើរចូលទៅជិតផ្ទះនាងប្រច័ណ្ឌពាក់កណ្ដាលស្រទន់ខ្យល់បក់លិហៀកសូរសត្វចចកស្រែកចេញពីក្នុងព្រៃភ្លាមយើងឮសំឡេងស្រែកចម្លែកពីក្នុងផ្ទះអ៊ូឈាមខៀងត្រូវការឈាមយើងខ្ញាក់ផាលដៃញ័រហើយក្បាលចាប់ផ្ដើមព្រឺខ្ញាក់ខ្មោចអាបបង្ហាញខ្លួនពីក្នុងផ្ទះជំហៀងជ្រកទ្វារបាត់ស្រាលពន្លឺភ្លើងភ្លឺតូចចេញយើងឃើញមីងហ្វឿងដើរចេញដោយមុខស្រងោស្រងាត់មាត់មានឈាមប៉ះភ្នែកនាងក្រហមភ្លឺដៃវែងពេលនោះយើងដឹងច្បាស់ហើយថានាងមិនមែនជាមនុស្សធម្មតាទេនាងស្រែកសំឡេងយ៉ាងកាយសាហាវអ្នកណាលួចដើរចូលជិតផ្ទះខ្ញុំយើងរត់បែកគ្នាខ្ញុំរត់ទៅជិតព្រៃបេះដូងលោតដូចត្រូវវាយការដេញលងមីងហ្វឿងហោះតាមពីក្រោយសំឡេងស្រែកដ៏ព្រឺព្រួចពេលនោះខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យដើមឈើបាក់ដាច់មែកគ្មានឮសំឡេងមិតស្រែកយំទីក្រោយតែខ្ញុំមិនអាចឈប់បានទេពេលនោះខ្ញុំរត់ដួលនៅលើដីសំឡេងស្រែកកាន់តែគៀកភ្លាមមីងហ្វឿងក៏លោតមកជិតមាត់របស់នាងពោពេញទៅដោយឈាមត្រៀមនឹងខំកខ្ញុំរួចផុតដោយពន្លឺពេលនោះស្រាប់តែមានពន្លឺចែងចាំបានបញ្ចេញពីវាលស្រែប្រជាជនក្នុងភូមិជាច្រើនកាន់ចង្កៀងភ្លៀងបោះទៅអាបត្រូវឆ្លាស់ពួកគេបានរំដោះឃ្លៀងមីងហ្វឿងស្រែកយ៉ាងឈឺចាប់ហើយរត់ចូលទៅក្នុងព្រៃបាត់ទៅមនុស្សចាស់បាននិយាយថាអាពិតជាមានវាជាមនុស្សដែលប្រើអំណាចខ្មោចដើម្បីរស់ដូចជាមនុស្សឬសត្វចង់បញ្ចប់រន្ធត់ពីថ្ងៃនោះមីងហ្វឿងមិនត្រឡប់មកភូមិវិញទៀតមានតែពាក្យចចាមអារាមថានាងត្រូវភ្លើងបំផ្លាញនៅក្នុងព្រៃតែពេលយប់នៅជិតផ្ទះចាំងរបស់នាងមនុស្សនៅតែឮសូរសំឡេងស្រែកយ៉ាងចម្លែកខ្ញុំគឺក្នុងចិត្តថាហើយល្បីក៏យើងត្រូវបានជួបរឿងបែបនេះផងអាពុជមាននៅក្នុងពិភពលោកយើងអត្ថន័យអប់រំជឿឬមិនជឿក៏ជីវិតមនុស្សពោពេញដោយអាចកំបាំងការចូលរួមជាមួយអំណាចអាក្រក់ឬអាបគឺបណ្ដាលឲ្យបាត់បង់ជីវិតនិងកិត្តិយសសង្គមត្រូវមានការប្រមាននិងស្មោះត្រង់ចំពោះរឿងដែលមើលទៅដូចជាមិនពិតអូយពិតជារន្ធត់មែនបងប្អូនយល់យ៉ាងណាដែរចំពោះរឿងនេះកុំភ្លេចខមមិនខាងក្រោមវីដេអូនេះម្នាក់មួយផងរឿងនេះត្រូវបានចប់ចាំជួបគ្នាវីដេអូក្រោយទៀតណា Subscribe ឲ្យផងណាខ្ញុំបាទគុណដំណើររឿងនេះទៀនសូមអរគុណសូមជម្រាបលា